ថ្ងៃនេះដែរខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាមកដំណើរកម្សាន្តជាមួយខ្ញុំនៅក្នុងថ្ងៃបុណ្យអុំទូកអបុកនឹងសំពះព្រះខែក៏ដឹងថាអ្នកអត់គូដើមមិនកុំភ្លេចតាមដានទស្សនាវីដេអូរបស់ខ្ញុំដូចតទៅហើយខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាឲ្យទៅស្គាល់នៅមុខម្ហូបនៅផ្សាររាត្រីទឹកពូទាំងអស់គ្នាម្នាក់ឯងមិនស្លាប់ទេតែឯងក៏បុនទិញមិនស្លាប់ទេតែពីបាត់រមាស់បាទមុនដំបូងនេះដែរខ្ញុំបានចេញពីផ្លូវកន្លែង25ជាន់អគារ25ជាន់អ្នកទាំងអស់គ្នាជិះទៅត្រង់រហូតដើម្បីទៅកន្លែងផ្សារតពុះហើយថ្ងៃនេះដែរមនុស្សច្រើនមែនទែនអ្នកទាំងអស់គ្នាឡើងស្ទះផ្លូវជិះអត់ចង់ទៅដល់ទេលក្ខណៈថាជិះចង់ជួបកន្លះម៉ោងដល់ពួកយើងស្ទះផ្លូវពេកណាមួយផ្លូវវិទូចផងហើយចឹងទៅពួកខ្ញុំក៏បានជិះរ៉ែឲ្យតផ្លូវឲ្យអ្នកទាំងអស់គ្នាបានទស្សនាទៅនេះផ្លូវនៅកន្លែងទៅកន្លែងផ្សាររាត្រីតពុះអ្នកទាំងអស់គ្នាបើថាអ្នកតាមខេត្តតាមអីមកលេងអីចឹងមើលតាមវីដេអូរបស់ខ្ញុំបានតែសម្រាប់អ្នកនៅខាងប៉ៃប៉ែតអីនៅទីក្រុងប៉ៃប៉ែតកុំថាអីថាវ៉ាណាពួកខ្ញុំចង់ថតវីដេអូនេះដើម្បីចែករំលែកឲ្យអ្នកទាំងអស់គ្នាបានទស្សនាលក្ខណៈថាថ្ងៃ15ថ្ងៃនេះជាថ្ងៃ15នោះឯងខ្ញុំបោះវីដេអូដែលខ្ញុំបានដើរមើលនៅកន្លែងផ្សាររាត្រីតពុះនៅពេលយប់ហ្នឹងអ្នកទាំងអស់គ្នាហើយយើងក៏បានជិះកាត់តាមផ្លូវនេះគឺកាត់តាមស្តាវិកាចាស់អ្នកទាំងអស់គ្នាគឺជាកាស៊ីណូនឹងឯងហើយខ្ញុំក៏បានជិះមកតាមផ្លូវខ្លះទៅក៏គេមានលក់ម្ហូបកំងម្ហូបអីអង្គុយហូបអីជុំជុំគ្រួសារអីចឹងអ្នកទាំងអស់គ្នារៀងកលៈតិចឯងអ្នកទាំងអស់គ្នាព្រោះថាផ្លូវកន្លែងនេះឃើញអត់ភ្លើងពណ៌មើលទៅឃើញអែមមែនតើដោយផ្លូវតាមពិតគេជិះយឺតទេតែខ្ញុំថតលក្ខណៈថាដាក់ speed ឲ្យលឿនតិចអ្នកទាំងអស់គ្នាដល់ពេលយើងទៅឃើញជិះម៉ូតូដូចរៀងលឿនអញ្ចឹងប៉ុន្តែខ្ញុំដាក់ speed ឲ្យលឿនទេឥឡូវនេះខ្ញុំជិះមកដល់ Galaxy អ្នកទាំងអស់គ្នាគឺយើងមានការឈប់ទៅឲ្យគេជិះឆ្លងកាត់អីតាមនឹងតិចតួចទៅយើងអនុគ្រោះឲ្យគ្នាតិចតួចទៅបន្ទាប់មកក៏ខ្ញុំជិះមកដល់កន្លែង Big C ហើយអ្នកទាំងអស់គ្នាគឺថាមនុស្សច្រើនមែនតើខ្ញុំថតកាមេរ៉ាទៅឃើញវាលក្ខណៈថាទលាយតាមពិតទៅមនុស្សជិះចិត្តគ្នាទេដោយសារខ្ញុំថតទៅកាមេរ៉ានេះឃើញទលាយហើយខ្ញុំក៏បានមកដល់ផ្សាររាត្រីតពុះអ្នកទាំងអស់គ្នាឥឡូវគេរៀបចំតាំងពីពណ៌អីស្អាតមែនតើគេដាក់ភ្លើងដាក់អីមកតំណងមែនតើអ្នកទាំងអស់គ្នាហើយពួកខ្ញុំក៏បានជិះយកម៉ូតូទៅទុកសិនដើម្បីចូលទៅមើលកន្លែងនៅក្នុងនោះគេមានលក់អីគេខ្លះអញ្ចឹងហើយដើម្បីថតឲ្យអ្នកទាំងអស់គ្នាបានទស្សនាទាំងអស់គ្នាពិតឲ្យទៅសម្រាប់អ្នកនៅតាមខេត្តផ្សេងអីអាចទស្សនាមិនថាអ្នកខេត្តផ្សេងអ្នកនៅប៉ែកក៏ទស្សនាបានតែគុំថាអីថាវ៉ាន់ពួកឯងខ្ញុំថតដើម្បីទូជាអនុស្សាវរីយ៍ដើម្បីការដើរលេងរបស់ខ្ញុំហើយខ្ញុំដល់ក្នុងនេះគេមានឡានពុកគ្នាមានពងមានអីឲ្យកូនក្មេងលេងអីអញ្ចឹងទៅដូចលក្ខណៈតាំងពីពណ៌កន្លែងគេហើយចូលទៅគឺភ្លើងចម្រោះបងអ្នកទាំងអស់គ្នាតែកន្លែងនេះស្អាតមែនតើហ្មងហើយកន្លែងនេះដបោអ្នកលេងច្រើនមែនតើមើលទៅតំណងហើយបន្តមកបងខ្ញុំបានដើរមកខាងផ្នែកខាងក្រោយនេះគឺគេមានលក់អីវ៉ាន់គ្រឿងអ accessory អីចឹងអ្នកទាំងអស់គ្នាមានលក់ពួកគ្រឿងប្រដាប់ប្រដាកៅអៅអីចឹងទៅមានស្បែកជើងមានអីចឹងគេលក្ខណៈថាគេចែកមកផ្នែកចឹងមកនៅខាងក្រោយនេះយើងចង់បានស្បែកជើងកាបូបលុយចង់បានអីស្អាតអីចឹងគឺគ្រឿង accessory អីមកនៅខាងក្រោយនេះទាំងអស់តែសម្រាប់នៅខាងមុខនោះគេដាក់តាំងលក្ខណៈថាគ្រឿងហូបគ្រឿងញ៉ាំអីចឹងទៅអ្នកទាំងអស់គ្នានេះខ្ញុំដើរមកដល់កន្លែងគេលក់នោះគឺច្រើនមែនទែនដល់ចង់3 4ត្រឡប់នោះគឺមកហូបច្រើនមែនទែនអត់ដឹងថាទិញមួយណាទុកមួយណាព្រោះទៅតាមហូបឆ្ងាញ់មើលទៅតំណងទាំងអស់ហើយដល់ពេលអញ្ចឹងទៅម្នាក់ណាគេមិនខ្វល់កជុំមកដល់កន្លែងផ្សារទៅពុះយ៉ាងហើយណាក៏អស់ព្រោះ50000ដែរនេះមានតែគេសុំសុំលោកស្រួយសុំតតែនោះមិនទៅស្រួយសុំតគ្រឿសិនមែនបងចាអត់ធំនេះ100នេះអត់ជិះអត់នេះ100អានេះមកចាំសុំនេះជិះអញ្ចឹងណាបានជួយអត់បានហនវាព្រីងបាទសូមបាទជម្រាបជូនដល់បងប្រុសបងស្រីបាទដែលបានបាត់ខូនបាទសូមឲ្យយើងបងនៅកន្លែងបាត់រៀនបាទសូមបងបាត់ខាងលើការបាត់នេះបាទសម្រាប់ការប្រកាសរកក្មេងមិញហ្នឹងសូមពុកម៉ែបងប្អូនដែលគាត់មានកូនតូចដែលយកទៅជាមួយហ្នឹងពេលដើរតាណាតណៃអីសូមចាប់ដៃពួកគាត់ឲ្យជាប់ផងព្រោះអីខ្លាចវែងព្រោះមនុស្សច្រើនជាងយើងពិបាកនឹងដើររកដែរហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវហ្នឹងខ្ញុំវ៉ែរឿងមកឲ្យអ្នកទាំងអស់គ្នាមើលការដើររបស់ខ្ញុំបន្តទៀតពួកអីអ្នកដើរអត់តន់អស់អ្នកទាំងអស់គ្នាផ្លូវឡើង4 5ផ្លូវដើរអត់តន់អស់ទេពួកអីរបស់ហូបរបស់ញ៉ាំហ្នឹងមានច្រើនមែនតើវាច្រើនគឺតំណងអត់ដឹងថាទិញអីចោលមួយណាយកមួយណាទៅពួកអីម្ហូប
ឆ្ងាញ់សឹងតែគ្រប់មុខមកអ្នកទាំងអស់ហើយបងមកជួននេះវិញគេមានលក់ពួកយ៉ាំពួកអីចឹងអ្នកទាំងអស់គ្នាគេមានលក់មាន់ពងមានលក់ទឹកដូងមានលក់នំជាពិសេសនំគ្រីមនំប៊ឺហ្គេរីអីចឹងអ្នកទាំងអស់គ្នាលក់មជូរលក់ចរិតលក់អីហ្នឹងទៅឡើងពេញតំណែងឯងអ្នកទាំងអស់គ្នាបើចង់ញ៉ាំអីចង់ហូបអីហ្នឹងគឺមានគ្រប់មុខតែម្ដង ទៅយើងកាត់ទៅគ្រូនៅមើលអូខេតែក្រៅតែខេមប្រាសាទប្រាសាទបាយកាមេរ៉ាទៅអូខេ Alay je wada bokeh ni amok ke ben kecale zo. Jadi hobai. Patay, ni. Mẹ nè, tốt bát. Anh biết không mày? Anh ấy về phòn mà này mà chút làm phòn mà cũng chưa. Anh nên rồi cái anh ấy sẽ chờ. Hôm nay anh ấy ngồi. Làm con mền con. Đây bắt ta. Đi xe sắt anh ấy. Mẹ anh mình lắm tê tai ai cả bốn tính mình lắm tê tai bị ba trộm ចឹងមិនថាដល់អត់មានគូគឺអញ្ចឹងឥឡូវបាយរឿងចូលរូបស្ដីមកអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំដើរមកដល់កន្លែងនៃគេអង្គុយហូបអីនៅខាងក្រោយអញ្ចឹងអ្នកទាំងអស់គ្នាគឺគេលក្ខណៈគេទំសង់ហើយមានបើដូចពី3ជាន់អីតែជាន់ក្រោមនេះលក្ខណៈគេហូបពួកគល់ឡើងភ្នំពួកអីអញ្ចឹងអ្នកទាំងអស់គ្នាជាគ្រួសារយ៉ាងទៅគេមានកំងជា buffet ឬក៏ជា1គីឡូម៉ាន1គីឡូម៉ានគេមានតាមតម្លៃតាមនឹងអ្នកទាំងអស់គ្នាហើយនៅបច្ចុប្បន្ននេះគឺសម្បូរមែនទែនគឺរបស់ហូបលក្ខណៈថាម្ហូបតាងម្ហូបកំងអីចឹងអានេះគឺខ្ញុំបានថតលក្ខណៈថាដើរទៅថតឲ្យអ្នកទាំងអស់គ្នាបានមើលគេមានមួយយ៉ាងមានអីចឹងទៅតាមហាងនីមួយៗអ្នកទាំងអស់គ្នាគឺនៅខាងក្រោមនោះហើយគេនៅខាងជាន់ទី2ក៏គេមានលក់អាវលក់គ្រឿងសម្ភារៈអីចឹងទៅបើជាន់ទី3នោះគេមានលក្ខណៈថាអង្គុយញ៉ាំបៀញ៉ាំអីជុំមិត្តភក្តិឬក៏ជុំសង្សារអីចឹងឯណាហើយខ្ញុំក៏មិនមានអីនិយាយច្រើនដែរអ្នកនរគ្នាតិចទៀតនឹងខ្ញុំរកកន្លែងគួរសមខ្លួនឯងដើម្បីហូបអីពីបេម៉ាតិនហើយត្រឡប់ទៅផ្ទះវិញហើយពួកអីបានចូលកន្លែងហូបកន្លែងនោះមកកន្លែងគេមានលក្ខណៈថានេះខ្ញុំហូបជាលក្ខណៈគេថ្លឹងគីឡូអ្នកនរគ្នា
ខ្ញុំ1គីឡូ399អីចឹងទៅយើងចាប់យកទៅថ្លឹងអីគេថ្លឹងហើយក៏អង្គុយហូបអីជាឈៀលជាមួយអ្នកមិត្តភក្តិមួយបងប្អូនអីចឹងសប្បាយៗចឹងទៅហើយក៏អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់នេះគោវល់វិញនឹងឯងនឹងដើរលេងស្អីខ្លះទេថ្ងៃនេះគឺលក្ខណៈដើររបៀបឈៀលចឹងទៅសប្បាយចឹងទៅបើឆ្លាញ់នឹងចូលចិត្តវីដេអូរបស់ខ្ញុំសូមកុំភ្លេចជួយចុច follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំបន្តទៀតហើយខ្ញុំក៏អរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រវីដេអូខ្ញុំកន្លងមកអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាជម្រាបលាបាយបាយ